ខ្ញុំអរគុណកញ្ញាដែលគាត់បានធ្វើ plan ឆានឹងឲ្យខ្ញុំហើយខ្ញុំក៏ធ្វើតាម flow របស់គាត់ហើយក៏ទទួលបានជោគជ័យវិជ្ជានេះទទួលបានគ្រឿងផ្សំគោលអីគេដែរសម្រាប់ខ្ញុំទទួលបានគ្រឿងផ្សំគោលជាពណ៌គោមានផលវិបាកនៅក្នុងការសម្រាប់ផលវិបាកដែលដូរគ្នាមួយកញ្ញាខ្ញុំមានច្រើនដែរព្រោះខ្ញុំកម្រងធ្វើម្ជូរគ្រឿងប៉ុន្តែដល់ពេលកញ្ញាគឺគាត់ធ្វើបែបឆាម្រេចខ្ចីហើយឃើញសាច់របស់គាត់ហាន់ឡើងរៀងម៉ត់ហើយគាត់ដំឡើងទួអញ្ចឹងខ្ញុំអាចដូរផែនការក្រៅពីហ្នឹងខ្ញុំក៏ធ្វើតាម flow របស់គាត់ដែលបានរៀបអាចប្រាប់ពីឈ្មោះមុខម្ហូបហើយលក្ខណៈពិសេសសម្រាប់មុខម្ហូបនេះខ្ញុំដាក់ឈ្មោះថាពណ៌គោម្រេចខ្ចីលក្ខណៈពិសេសរបស់ពណ៌គោនេះគឺយើងកាត់យកតែសាច់ក្រហមយើងកាត់វាយកដោយសរសៃនៃពណ៌គោហើយយកមកឆាជាមួយម្រេចហើយក៏មានបន្លែឆាជាមួយឆាហើយបន្ថែមក្លិនពីប្រេងខ្យងបន្ថែមទៀតអូខេការតុបតែងចានប្លែកធ្វើម្ហូបមួយចាននេះចេញមកមានទាំងសាច់មានទាំងបន្លែមានទាំងអីគ្រប់គ្រាន់អូខេអរគុណច្រើនសាច់គោនេះផុយការឆាឆ្ងាញ់ខ្ញុំគិតថាប្រហែលជានេះជាជំរើសរបស់កញ្ញាដែលត្រឹមត្រូវតែដូចជាកញ្ញាធ្វើត្រៀមទុកសម្រាប់ឲ្យវិជ្ជានេះចឹងល្អពេលដែលម្ហូបចេញមកល្អអញ្ចឹងហើយដែលជ្រើសរើសរៀបចំឲ្យកញ្ញាមានអារម្មណ៍ថាចង់អរគុណកញ្ញាខ្លះខ្ញុំអរគុណកញ្ញាដែលគាត់បានធ្វើ plan ឆានឹងឲ្យខ្ញុំហើយខ្ញុំក៏ធ្វើតាម flow របស់គាត់ហើយក៏ទទួលបានជោគជ័យអរគុណកញ្ញាដែរដែលគាត់បានរើមុខម្ហូបបែបឆាម្រេចនឹងឲ្យមកខ្ញុំដើម្បីបានធ្វើទៅបែរទៅជាទទួលបានល្អវិជ្ជាតែពិតសាច់ជ្រូកសាច់គោសាច់មាន់មែនតែពិសេសសាច់ពណ៌គោដែលស្វិតតែពិតកញ្ញាគាត់សរសើរគាត់ម្យ៉ាងគាត់យកសាច់គោហើយក៏យកមកដំដើម្បីឲ្យថាផោនដើម្បីឲ្យសាច់ហ្នឹងវាផុយបាទអញ្ចឹងវាខ្លាញ់ជាមួយនឹងសាច់ស្វិតវានឹងបញ្ចូលគ្នាអញ្ចឹងវានឹងផុយអញ្ចឹងពេលឆាវាឆ្ងាញ់សូមសរសើរវិជ្ជាដែរដែលបានលាយគ្រឿងឆាចុងក្រោយនេះមានរសជាតិឆ្ងាញ់ចា៎អរគុណខ្ញុំមានអារម្មណ៍ថាហ្នឹងដូចយើងគ្រោះនៅក្នុងលាបអញ្ចឹង